កុំតូចចិត្តនឹងខ្លួនឯងកុំអៀនខ្មាស់ព្រោះมันមានអ្វីដូចអ្នកដតីនោះគ្រាន់តែមិនបានបៀតបៀនអ្នកណាប៉ុណ្ណឹងក៏ថ្លៃថ្នូរណាស់ទៅហើយអ្វីដែលយើងត្រូវខ្មាស់គឺខ្មាស់ខ្លួនដែលខ្លួនយើងជាមនុស្សល្ងងដោយមិនបានដឹងថាមានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបានព្រោះហេតុតែល្ងងទៅលះបង់ខ្លួនឯងហើយទៅខ្សែគប់ជាមួយនឹងអំពើបាបដែលជាសត្រូវនាំទុកមកឲ្យខ្លួនឯងវិញយើងត្រូវដឹងថាជីវិតគូក្រចាប់ផ្ដើមដោយសេចក្តីស្រឡាញ់ស្ទើរលេបសូមកុំឲ្យបញ្ចប់ដោយការស្អប់ខ្ពើមគ្នាឡើយមុខតែបែកគ្នាទេមេត្តាគ្នាហើយជាមិត្តល្អនឹងគ្នាទៅមានភូមិព្រះអរិយៈចិត្តទៅដៅពុទ្ធាំធម្មៈសង្ឃាំសរណង្កេច្ឆាមិសេចក្តីសុខជាសិទ្ធិនៃមនុស្សគ្រប់គ្នាមិនថាអ្នកមានមិនថាអ្នកក្រទេសកម្មករឬក៏ជាចៅហ្វាយនេះទេមិនវាសូម្បីតែមនុស្សពិការឬមានជំងឺព្រោះសេចក្តីសុខនេះនៅលើចិត្តដែលបានអប់រំចិត្តតាំងតនតាំងសុខាវៈហੰចិត្តដែលបានទូនមានបានអប់រំដោយល្អហើយប្រម៉ែចិត្តទីនាំមកនៅសេចក្តីសុខមានមនុស្សច្រើនណាស់ដែលប្រាថ្នាសុខហើយលះបង់ចិត្តខ្លួនឯងចោលទៅរកសុខពិតប្រាកដមិនឃើញនឹងឡើយសេចក្តីល្អឈ្នះចិត្តទុរេជនសេចក្តីអត់ធន់ឈ្នះចិត្តខ្លួនឯងកុំចេះតែចង់បានសេចក្តីល្អពីអ្នកដទៃត្រូវចង់បានពីខ្លួនឯងវិញតើឲ្យចិត្តរបស់យើងនឹងបានស្ងប់យ៉ាងដូចម្តេចទៅបើរវល់តែយកចិត្តទុកដាក់នឹងពាក្យសម្ដីរបស់អ្នកដទៃនោះក៏បីមានអារម្មណ៍ព្រះកម្មដ្ឋានមិនប្រឡាក់សើមដោយកង្វល់ដូចបតុមមិនសើមទៅដោយទឹករែកពេលព្រឹកទទួលសោកសែងដូច្នោះឯងអត់ធន់ធ្ងន់ចិត្តព្យាយាមលះបង់ហត់នឿយផ្លូវកាយឲ្យអត់ធន់ហត់នឹងអ្នកដែលជន់ឲ្យធ្ងន់ចិត្តហត់នឹងសុចរិតឲ្យព្យាយាមហត់នឹងតេទៀមឲ្យលះបង់យើងយល់ដឹងអំពីរាគៈទោសៈនិងមោហៈរាគៈកើតឡើងនៅក្នុងអារម្មណ៍ណាដំណោះស្រាយមិនមែនយកឲ្យបាននៅអារម្មណ៍នោះទេគឺត្រូវកម្ចាត់រាគៈក្នុងចិត្តខ្លួនឯងដូចជាអ្នកឈឺចង់ផឹកថ្នាំពឹកត្រូវព្យាបាលរោគមិនមែនត្រូវទៅផឹកថ្នាំពឹកនោះឡើយទោសៈកើតឡើងក្នុងអារម្មណ៍ណាដំណោះស្រាយត្រូវលុតទោសៈនោះឯងមិនមែនត្រូវទៅបន្ទុកចំពោះអារម្មណ៍នោះទេតាមពិតអ្វីដែលយើងស្អប់នោះវាគ្រាន់តែជាស្រមោលនៃពីនៅក្នុងចិត្តយើងតែប៉ុណ្ណោះការទៅបន្ទុកចំពោះអារម្មណ៍វាដូចជាមនុស្សឈួតវង្វេងវាតបស្រមោលខ្លួននឹងជញ្ជាំងផ្ដុំបែកដៃបែកជើងដល់នៅសេចក្តីទុក្ខដូច្នោះដែរចំណែកមោហៈធ្វើឲ្យលោកភៈនិងទោសៈវង្វេងទៅនៅក្នុងអារម្មណ៍នោះបីសាយនៅក្នុងចិត្តបិទបាំងការពិតសាងរឿងឲ្យជាអារម្មណ៍នាំឲ្យស្រឡាញ់នាំឲ្យស្អប់ជាពិសេសនាំឲ្យមានការប្រកាន់ខុសថារឿងរ៉ាវសត្វបុគ្គលដែលជាទីស្រឡាញ់ស្អប់គាប់តោនោះមែនតែទៅនៅក្នុងโลกនេះធ្វើល្អដើម្បីបានសេចក្តីល្អនោះឯងមិនមែនពាក្យសរសើរទេបើពិតជាស្រឡាញ់បុណ្យបារមីមែនកុំរំពួយឲ្យសោះពាក្យនិន្ទានេះនោះមិនស្មើ300លំពេចក្នុងមួយថ្ងៃទេស្ដាប់ព្រះសទ្ធាចម្រើនសទ្ធាស្ដាប់ពាក្យនិន្ទាចម្រើនបារមីវាជាការងាយណាស់ដែលនាំគ្នាធ្លាក់ចូលក្នុងកន្លុកនៃសេចក្តីស្រឡាញ់ប៉ុន្តែវាជាការលំបាកដែលត្រូវរស់នៅជាមួយគ្នាមនុស្សដែលមានសេចក្តីសុខមិនមែនថាគេចេះតែបាននៅអារម្មណ៍ល្អឯងទៅទេនេះមកអំពីអ្នកនោះឯងសិក្សាត្រូវតាមសេចក្តីពិតចំពោះអារម្មណ៍ចេះឲ្យអភ័យនិងចេះគិតរកចំណុចល្អដើម្បីសេចក្តីសុខស្ងប់នៅក្នុងចិត្តនឹងឯងមនុស្សដែលមានទុក្ខទៅប្រាថ្នាចង់បាននឹងសេចក្តីសុខ
ប៉ុន្តែដោយការជាប់ជំពាក់នឹងរបស់ដែលនាំឲ្យសោកយូរទៅវាទៅជាព្រមឲ្យខ្លួនឯងមានទុក្ខព្រោះហេតុតែចង់បានរបស់ដែលខ្លួនឯងស្រឡាញ់ជាប់ជំពាក់នឹងទៅវិញបានជាភ្លេចថាបំណងប្រាថ្នាគឺសេចក្តីសុខទេតើតាមពិតសេចក្តីសុខក្នុងជីវិតគឺមិនចាំបាច់មានអ្វីជាខាងក្រៅច្រើនទេជាពិសេសគឺសេចក្តីសុខផ្លូវចិត្តចាំបាច់តែចំណេះដឹងនិងគុណធម៌ដែលត្រូវអប់រំចម្រើនតែប៉ុណ្ណោះសេចក្តីទុក្ខផ្លូវចិត្តទាំងអស់សុទ្ធតែអាចដោះស្រាយបានតាមផ្លូវព្រះធម៌ដោយមិនចាំបាច់បានអ្វីតាមចំណងនោះឡើយដើម្បីជួយខ្លួនឯងដែលចេះតែខ្លាំងក្រហាយស្អប់អ្នកដទៃឲ្យបានសុខស្ងប់មុនពេលស្លាប់គឺត្រូវចេះសម្លឹងមើលសេចក្តីល្អរបស់គេខ្លះផងទោះតិចតួចក៏ដោយប្រៀបដូចទឹកយ៉ាងហោចណាស់ក៏បានមួយក្អឹកពីរក្អឹកបំបត្តិខាស់ក៏ដែរកុំចេះតែចង់បានសេចក្តីល្អពីគេសពគ្រប់នោះយើងធ្វើឲ្យសម្បូរបែបនៅក្នុងខ្លួនឯងមិនទាំងបានផងបើយើងធ្វើឲ្យខ្លួនឯងបានមិនក៏មិនត្រាស់ដឹងទៅចាំបាច់នៅខឹងនៅកើតទុក្ខនៅមានរាគៈនៅមានទោសៈនៅមានមហៈធ្វើអ្វីសេចក្តីល្អដែលយើងមានខ្លះនោះក៏ព្រោះហេតុព្រោះបច្ច័យនៃសេចក្តីល្អមានត្រឹមប៉ុណ្ណឹងចំណែកអ្នកដទៃវិញក៏ដូចគ្នាសុទ្ធតែមានហេតុមានផលជាបរមត្ថដោយពិតក្នុងបុគ្គលម្នាក់ដូច្នេះបើយើងមានបញ្ញាទទួលអារម្មណ៍ជាការពិតបានយើងនឹងរស់នៅក្នុងពិភពនៃសេចក្តីស្ងប់ទទួលអារម្មណ៍ជាការពិតបានយើងនឹងរស់នៅក្នុងពិភពនៃសេចក្តីស្ងប់អ្វីដែលយើងជួបប្រទះរាល់ថ្ងៃទាំងអារម្មណ៍ក្នុងគំនិតបើយើងមិនចេះគិតឲ្យបានសុខខ្លួនឯងទេយើងក៏រមែងកើតទុក្ខរាល់ថ្ងៃនឹងឯងយើងតែងស្វែងរករបស់ដែលមានតម្លៃថ្លៃខាងក្រៅខ្លួនតែបែរទៅជាឲ្យយើងកើតទុក្ខព្រោះការស្វែងរកចង់បានទៅវិញប៉ុន្តែបើយើងស្វែងរកឃើញតម្លៃនៃជីវិតខ្លួនឯងនៅត្រង់ការឈ្នះសេចក្តីទុក្ខយើងមានតែរស់នៅដោយសេចក្តីស្ងប់ចិត្តជាមួយនឹងគ្រប់អារម្មណ៍នឹងឯងមនុស្សល្អនៅនឹងយើងនេះឯងព្រោះចិត្តល្អបើយើងមិនល្អហើយទៅទីណាជាមួយនឹងអ្នកណាក៏យើងមិនល្អនឹងឯងសេចក្តីល្អរបស់មនុស្សមិនមែននៅលើរូបរាងមុខមាត់នោះទេតាមពិតនៅលើទឹកចិត្តទេតាទឹកចិត្តគឺជាឈ្មោះនៃសទ្ធាជាឈ្មោះនៃសិលជាឈ្មោះនៃសត្តៈចាគៈនិងបញ្ញាសំខាន់ណាស់គុណធម៌ធ្វើឲ្យបានទៅជាមនុស្សសតិវងជាមនុស្សប្រពនិងជាមនុស្សដ៏ប្រសើរថ្នាក់ព្រះអរិយភាពផងចំណែកសេចក្តីសុខសប្បាយមិនមែននៅត្រង់បានអ្វីគ្រប់យ៉ាងដូចចិត្តយើងទេប៉ុន្តែនៅត្រង់ការដែលបានជ្រាបបានដឹងថាអ្វីមិនចេះតែបានតាមចិត្តចង់នោះឡើយយើងត្រូវតែបើកភ្នែកសម្លឹងមើលការពិតនៃជីវិតកុំចេះតែលេបថ្នាំឲ្យដេកលក់ដើម្បីបំភ្លេចរឿងនោះយើងចង់បំភ្លេចទុកតែទុកមិនបំភ្លេចយើងទេដើម្បីឈ្នះទុកតើតែឃើញការពិតហើយលះបង់នៅចំណងក្នុងលោកីនៅក្នុងចិត្តខ្លួនឯងនឹងឯងមានរឿងច្រើនណាស់ដែលមនុស្សយើងត្រូវចំណាយជីវិតដ៏មានតម្លៃឲ្យអស់ទៅជាមួយនឹងរបស់ដែលអត់តម្លៃដូចជាការប្រគុណបាបកម្មផ្សេងនិងសម្ដីមិនល្អរបស់អ្នកដទៃជាដើមដូច្នេះគូក៏បីពុទ្ធបរិស័ទពិចារណាជីវិតជាមួយនឹងពធដែលអាចឲ្យបានសម្រេចនៅទីពឹងដ៏ពិតប្រាកដមិនប្រែប្រួលឃើញភ័យក្នុងសេចក្តីប្រមាទនៅពេលមានទុក្ខក្របសង្កត់មានភ័យគំរាមកំហែងរមែងស្លន់ស្លោញាប់ញ័រក្រៃលែងប៉ុន្តែនៅពេលសុខសប្បាយរីករាយជាមួយនឹងការប្រកួតក៏រមែងដេកសោយសុខនេះឯងជាសេចក្តីប្រមាទរបស់ពុទ្ធជនចំនួនខ្លៅសេចក្តីស្រឡាញ់ពិតប្រាកដនៅក្នុងពុទ្ធសាសនាគឺសេចក្តីជ្រះថ្លាក្នុងចិត្តមានមេត្តាករុណាប្រាថ្នាឲ្យអ្នកដទៃដែលយើងស្រឡាញ់នោះបានល្អមានសេចក្តីសុខក្នុងពធនិងរួចផុតចាកអំពីទុក្ខនៅក្នុងវដ្តសង្សារត្រូវប្រយ័ត្នទៀតសកម្មភាពនៃសេចក្តីស្រឡាញ់ខុសទំនោរ
ខ្លាយទៅជាការបៀតបៀនទាំងខ្លួនឯងទាំងអ្នកដទៃដែលយើងស្រឡាញ់នឹងត្រូវមានការប្រយ័ត្នមែនទែនទាំងអ្នកដែលស្រឡាញ់យើងដោយច្រើនទៀតរឿងរ៉ាវខ្លះចាត់ទុកថាមកពីក្រៅទៅចុះប៉ុន្តែកើតទុកនៅចិត្តក៏បន្ទុកអ្នកដទៃក៏បន្ទុកមេឃក៏បន្ទុកដីយើងជាអ្នកងងខ្លួនឯងទេអ្វីដែលចង់ទុនតិចតែសម្រេចផលកម្រៃមហិមាគឺពាក្យនិយាយដែលល្អទៀនក្តៅរលាយក្របួនចិត្តក្តៅរលាយសឹកបុគ្គលដែលគ្រាន់តែចេះចាំធัวរមែងចូលចិត្តយកឈ្នះអ្នកដទៃសូម្បីតែការសូត្រធัวប៉ុន្តែចំណែកអ្នកដែលមានធัวវិញរមែងចូលចិត្តយកឈ្នះខ្លួនឯងឃើញសារៈខ្លឹមសារនៃជីវិតគឺសេចក្តីស្ងប់ពាក្យមួយគេថាទឹកខ្មុំផ្អែមភ្លាមហើយបាត់ផ្លឹបទៅពាក្យពិតផ្អែមនៅពីរងងព្រះពុទ្ធដីកាសង្ចាជាក្រុមបីដកជួបជុំជាធម្មចេតីបើយើងនៅស្ងៀមនៅក្នុងរឿងខ្លះពិតជាប្រសើរមនុស្សយើងត្រូវហ្វឹកហាត់ឲ្យចេះទទួលយករបស់ដែលគេចមិនផុតដោយសេចក្តីស្ងប់មនុស្សខ្លះទោះជាបានដឹងហើយថាវាត្រូវតែយ៉ាងនឹងឯងមិនអាចគេចជៀសទៅណារួចឡើយតែនៅតែមិនព្រមសុខចិត្តដដែលនៅតែកន្ទុកកន្ទិចគិតតែពីសោកសៅខូចចិត្តឬមិនដូច្នោះទេក៏ច្រើនទៅដោយទោសៈឃើញអ្នកណាឬរបស់អ្វីចេះតែទាស់មុខទាស់មាត់ទៅទាំងអស់ការមិនព្រមសុខចិត្តចំពោះសភាពពិតចេះតែសោកសៅឬខឹងក្រោធនោះมันអាចធ្វើឲ្យសេចក្តីទុក្ខសូម្បីតែបន្តិចបន្តួចថយចុះបានឡើយមានតែបន្ថែមពីលើទុក្ខដែលមានស្រាប់ហើយឲ្យរឹងរិតតែចម្រើនឡើងតទៅទៀតព្រោះហេតុដូច្នោះមនុស្សឆ្លាតទៅអប់រំចិត្តឲ្យចេះទទួលស្វាគមន៍នៅអ្វីដែលកិច្ចមិនផុតដោយសេចក្តីស្ងប់កាលបើមាននៅសេចក្តីស្ងប់ក្នុងចិត្តហើយហេតុការអាក្រក់ឬហេតុការដែលយើងគិតថាអាក្រក់នោះក៏នឹងបានល្អឡើងវិញម្យ៉ាងទៀតហេតុការដែលយើងគិតថាអាក្រក់ក្នុងពេលនេះអាចត្រឡប់คล้ายទៅជាមានផលល្អនៅពេលខាងមុខក៏បានមានគ្រួសារមួយរស់នៅក្នុងវត្តព្រះសង្ឃក្រោយមកវត្តត្រូវការទីត្រង់នោះសាងសេនាសនៈសម្រាប់វត្តក៏សូមឲ្យគ្រួសារនោះឯងរើកន្លែងចេញពីវត្តដោយផ្ដល់ប្រាក់ឲ្យត្រឹមតែតម្លៃរើប៉ុណ្ណោះគ្រួសារនោះបានគិតថាជារឿងអាក្រក់សម្រាប់ជីវិតរបស់ពួកគាត់ខ្លាំងណាស់ពួកគាត់កើតទុកទោមនស្សទាស់ចិត្តដល់ក្រៃលែងតមកពួកគាត់ក៏កាត់ចិត្តបានរួបរวมទ្រព្យសម្បត្តិដែលមាននិងខ្ចីអ្នកដទៃខ្លះទៀតខំថ្មិចអត់ធន់ចំពោះរឿងដែលកើតឡើងតែផ្ទះបានមួយនៅក្រៅវត្តតមកទៀតមិនជាយូរប៉ុន្មានផងក៏សងបំណុលគេរួចម្ល៉េះហើយគ្រួសារមួយនេះក៏មានផ្ទះនិងដីជារបស់ខ្លួនឯងរស់នៅយ៉ាងសប្បាយក្រោយមកទៅគិតថាបានមកជាយ៉ាងដូចនេះព្រោះគេឲ្យចេញពីដីរបស់វត្តនោះឯងប្រសិនបើអ្នកវត្តមិនធ្វើយ៉ាងនេះទេម្ល៉េះសមត្រូវនាំគ្នានៅនឹងដីវត្តរហូតស្លាប់ហើយត្រូវនៅតកូនតចៅទៀតផងរឿងរ៉ាវផ្សេងទៀតមានច្រើនសន្ធឹកសន្ធាប់ណាស់ដែលក្រោយមកបានคล้ายទៅជារឿងល្អសម្រាប់ជីវិតព្រោះហេតុដូច្នេះអ្វីដែលកើតឡើងអ្វីដែលបានមកដល់ទាំងដែលយើងមិនអាចគេចឲ្យផុតទៅបានសូមឲ្យយើងទទួលស្វាគមន៍ដោយចិត្តស្ងប់និងចាត់ទុករឿងរ៉ាវក្នុងជីវិតជាមេរៀនឯជីវិតជាកន្លែងហ្វឹកហាត់ក្មេងដែលនៅជាមួយម៉ែឪ
រឿងដែលនៅជាមួយគ្រូអាចារ្យដែលម៉ែឪឬគ្រូអាចារ្យនោះមានការតាំងតែងប្រឹកព្រៀនទូលមានប្រដៅបើធ្វើខុសត្រូវទទួលទោសទទួលទណ្ឌកម្មយ៉ាងនេះក្មេងនឹងឯងរមែងមិនពេញចិត្តនឹងមានការចង្អៀតចង្អល់ដោយប្រការផ្សេងក្មេងនោះគេបានទទួលនៅសេចក្តីលំបាកខ្លះក្នុងរយៈពេលនៃជីវិតខាងដើមរបស់គេប៉ុន្តែលុះដល់គេបានធំឡើងគេនឹកអរគុណចំពោះឪពុកម្ដាយអរគុណដល់គ្រូអាចារ្យគឺគេដឹងគុណថាដែលអាត្មាអញបានមកដល់ថ្នាក់នេះព្រោះលោកអ្នកទាំងនោះបានតាំងតែងប្រឹកព្រៀនទូលមានមកនឹងឯងចំណែកក្មេងដែលធ្វើអ្វីបានស្រេចតែចិត្តរស់នៅគិតតែពីសប្បាយលុះដល់ជួបប្រទះនៅសេចក្តីទុក្ខលំបាកក្នុងវ័យខាងចុងទើបដឹងខ្លួនថាមានការខុសទៅហើយក្នុងការរៀបចំដំណើរជីវិតខាងដើមរបស់ខ្លួននោះឯងនៅក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ដាស់តឿនថាសភាវៈដែលយើងទិញផុតគឺចាស់ឈឺនិងស្លាប់ព្រាត់ប្រាសនិងផលវិបាករបស់កម្មដែលខ្លួនបានធ្វើហើយព្រះអង្គទ្រង់ដាស់តឿនឲ្យយើងពិចារណាជារឿយៗគុណភាពនៃជីវិតរបស់មនុស្សយើងនេះបើមិនតាំងទុកនៅសេចក្តីសង្ឃឹមច្រើនពេកទេនោះការខកចិត្តក៏មិនសូវមានច្រើនពេកដែរបើតាំងទុកនៅសេចក្តីសង្ឃឹមខ្លាំងពេកទៅលុះដល់មិនបានដោយសង្ឃឹមក៏មានការឈឺចាប់ខ្លាំងដោយទម្លាក់អំពីទីខ្ពស់ក្នុងដីចឹងឯងដោយចំពោះសេចក្តីសង្ឃឹមដែលយើងគិតថានឹងបានអំពីអ្នកដទៃវាអាចធ្វើឲ្យយើងខកចិត្តជានិច្ចសភាពនៃលោកនេះធ្លាក់ក្នុងក្រសែនៃការប្រែប្រួលរហូតធម្មជាតិទាំងពួងផ្លាស់ប្ដូរជានិច្ចមនុស្សគឺជារបស់មួយក្នុងធម្មជាតិដូច្នេះទើបមនុស្សមានការផ្លាស់ប្ដូរប្រែប្រួលជានិច្ចគ្រប់គ្រាគ្រប់ពេលវេលាដូចជាធម្មជាតិដទៃដែរសូម្បីតែខ្លួនឯងក៏មិនអាចឲ្យប្រព្រឹត្តទៅតាមការសង្ឃឹមរបស់ខ្លួនបានផងតើនឹងឲ្យអ្នកដទៃរបស់ដទៃហេតុការដទៃប្រព្រឹត្តទៅត្រូវនឹងសេចក្តីសង្ឃឹមរបស់យើងបានដូចម្តេចកើតរបស់ទាំងពួងរមែងប្រព្រឹត្តទៅតាមដែលវាគួរប្រព្រឹត្តទៅគឺប្រព្រឹត្តទៅតាមហេតុតាមបច្ច័យចំណុចនេះគឺជាគោលឱវាទដ៏សំខាន់ក្នុងព្រះពុទ្ធសាសនាតាមសេចក្តីក្នុងគោលឱវាទដ៏សំខាន់នេះល្មមឲ្យយើងគោលបានថាហេតុល្អរមែងបង្កឲ្យកើតផលល្អហេតុអាក្រក់រមែងបង្កឲ្យកើតផលអាក្រក់មនុស្សយើងស្ទើរតែទាំងអស់គ្នានៅវិលវល់ក្នុងវដ្តចក្រនៃសេចក្តីល្អខ្លះអាក្រក់ខ្លះល្អលេងអាក្រក់ខ្លះដូច្នេះហើយទើបយើងមិនអាចរួចផុតចាកទុកទៅបានសម្រាប់សេចក្តីសង្ឃឹមដែលយើងមានចំពោះអ្នកដទៃនោះសូមឲ្យយើងនឹកជានិច្ចថានឹងរកអ្នកណាឲ្យសមចិត្តតាប្រាថ្នាណែបនិតសូម្បីខ្លួនឯងក៏តែងវិបរិតខុសពីការពិតខកចិត្តសង្ឃឹមធម៌អនិច្ចំនាំឲ្យទុក្ខខ្លាំងបាត់បង់ញញឹមព្រោះតែទុក្ខចិត្តពេកពិតសង្ឃឹមភ្លៀងកោក្រហឹបរលឹមជលនេតធម៌អនិច្ចំយើងត្រូវសិក្សាបញ្ញាសង្កេតអាស្រ័យស្មារតីសូម្បីមួយផ្លែតចិត្តទុនអោនត្រេនចាក់ខេតលោកាដកដីសង្ឃឹមចេញយៈញញឹមពប្រឹមស្រស់ថ្លាទទួលការពិតកំចាត់មោហាពន្លឺប្រាជ្ញាចិត្តតាសុខស្ងប់ប៉ុន្តែមនុស្សយើងអត់សង្ឃឹមមិនបានសេចក្តីសង្ឃឹមសម្ព័ន្ធជាមួយនឹងជីវិតដូចជាការជាប់នៅនឹងដើមយ៉ាងណាក៏ដោយសេចក្តីសង្ឃឹមនោះឯងធ្វើឲ្យយើងទ្រាំគ្រារមាក្នុងចិត្តក៏មានធ្វើឲ្យយើងរុងរឿងក៏មានដែរយើងមិនដែលទ្រាំគ្រារមាក្នុងចិត្តជាមួយនឹងមនុស្សដែលយើងមិនសង្ឃឹមនោះទេបើកើតមាននៅការទ្រាំគ្រារមាក្នុងចិត្តក្នុងរឿងអ្វីណាមួយត្រូវឲ្យយល់ថាវាជារឿងធម្មតានៃសង្ខារធម៌ដែលតែងតែប្រែប្រួលជានិច្ចមនុស្សយើងនឹងរុងរឿងទៅបានក៏ព្រោះចេះអត់ធន់នឹងភាពក្រំគ្រារវាក្នុងចិត្តនោះឯងឈប់មុខឈ្មោះទៅរកទីពឹងពិតប្រាកដ
ទីពឹងពិតប្រាកដគឺគុណធម៌ក្នុងខ្លួនដូច្នេះយើងត្រូវចេះអប់រំសន្សំគុណធម៌ទុកក្នុងខ្លួនព្រមជាមួយនឹងការព្យាយាមរក្សាសេចក្តីស្ងប់ចិត្តទុកឲ្យបានព្រោះសុខភាពចិត្តសំខាន់ជាទីបំផុតសម្រាប់សេចក្តីសុខក្នុងជីវិតប្រចាំថ្ងៃរបស់យើងបើយើងសង្ឃឹមទៅលើគុណធម៌ដែលជាទីពឹងក្នុងខ្លួនរបស់យើងនឹងរុងរឿងព្រោះជាធម្មតានៃគុណធម៌រមែងតែងតែស្រោចស្រង់មនុស្សពីទាបទៅខ្ពស់ពីការមានសេចក្តីសៅមកទៅរកសេចក្តីបរិសុទ្ធដូច្នេះដើម្បីស្រោចស្រង់ខ្លួនឯងត្រូវតែស្រោចស្រង់នូវគុណធម៌ក្នុងខ្លួនជាពិតប្រាកដសាងគុណធម៌ជួយខ្លួនឯងឲ្យរួចពីមនុស្សប្រែតមនុស្សរស់ឬទេរឆានក្នុងបច្ចុប្បន្នឲ្យហើយស្រេចមិនត្រឹមតែប៉ុណ្ណោះគុណធម៌អាចជួយខ្លួនយើងឲ្យបានជាមនុស្សប្រសើរអស្ចារ្យតាមការតាំងចិត្តប្រាជ្ញាទៀតផងនៅក្នុងពិភពលោកមានមនុស្សមិនតិចអ្នកទេដែលខូចចរិតព្រោះអស់សង្ឃឹមដូច្នេះដើម្បីកុំឲ្យពឹសនៃការអស់សង្ឃឹមនេះបៀតបៀនដល់ចិត្តរបស់យើងគឺយើងត្រូវសាងឧបនិស្ស័យជាអ្នកសិក្សាពោលគឺសម្លឹងមើលនៅហេតុការណ៍ផ្សេងៗដែលកើតឡើងដល់យើងហេតុការណ៍តែម្យ៉ាងបើមិនចេះសម្លឹងអាចឲ្យសេចក្តីទុក្ខដល់យើងប៉ុន្តែបើចេះសម្លឹងឲ្យឃើញជារឿងល្អជាផ្នែកសិក្សាពិចារណាការពិត It's your last chance to save during the Memorial Day mattress sale at Raymore Flanagan Sleep Center. Combine sale pricing with interest-free financing for up to 70. ការពិតអាចឲ្យសេចក្តីសុខនិងសេចក្តីចម្រើនក្នុងជីវិតដល់យើងបានជាពិតប្រាកដមើលអ្វីៗក៏បីមើលដោយការសិក្សាមើលអ្វីៗក៏បីឃើញថាជាគ្រូល្ងងមិនយូរគ្រូតាមប្រាប់ច្បាប់ធម្មជាតិមើលឈើព្រៃនៃមិនខុសពីមើលញៀនព្រោះធម្មជាតិតែងឃ្លៀងឃ្លាតពីធាតុដើមមើលអ្វីក៏បីនឹកដល់សាស្ត្រាទ្រង់ត្រាស់ថាការសិក្សាប្រាជ្ញាឆ្នើមគ្រូប្រដៅនៅត្រង់គិតគំនិតផ្ដៅក្រុមដង្ហើមដូរសិក្សាពេលថ្ងៃរះមើលអ្វីក៏បីនឹកដល់ហេតុផលរឿងកង្វល់ខ្វល់បបរិបពិតយើងឈ្នះគ្រូជុំវិញពេញប្រដៅនៅចិត្តព្រះក្រាបសំពះព្រះរតនប្រជគុណមើលអ្វីក៏បីយល់ដល់ផលពិតទុកជីវិតចិត្តដូចឆ្ងាយចាយជាទុនស្វែងរកទ្រព្យគប់ជីវិតកុំឲ្យសុទ្ធត្រូវគប់គុណបនក្នុងចិត្តបិទមរណាមើលអ្វីក៏បីមើលជាប្រយោជន៍បើមើលខ្មោចឲ្យហោចខឹងដឹងពិចារមើលមនុស្សឈឺព្រឺសង្វេគញែកខ្លឹមសារមើលកាយាថាជាខ្ទោត្រង់ដោយភ្លើងមើលអ្វីក៏បីមើលឲ្យជាសុខមិនសំកុកស្រណុកភ្នែកត្រែកឡើងត្រើងរក្សាចិត្តត្បិតមានទ្រព្យជាប់យើងមើលជាប់ជើងភ្លើងកិលេសឆេះកុសលមើលអ្វីក៏បីមើលឲ្យចម្រើនខំក្រវានក្រើនរំលឹកនឹករកផលព្យាយាមត្រូវនៅក្នុងមគ្គជាដល់សុខកម្មកលផលឧត្តមសំប្រាថ្នាមើលធម្មជាតិកុំឲ្យឃ្លាតពីត្រៃលក្ខណ៍មើលឲ្យជាលក្ខទាំង3ឆៃសង្ខារមើលឃើញទុក្ខសុខក្នុងចិត្តបិទបញ្ញាឃើញតណ្ហាឆ្កាដកឬពឹកសឹកខ្សែបើមើលទុក្ខឬមើលសុខមើលឲ្យដឹងសុខទុក្ខនឹងប្រឹងអង្វរក៏ប្រស្រ័យឬប្រព្រឹត្តទៅតាមហេតុតាមបច្ច័យវិនិច្ឆ័យត្រៃលក្ខធម៌ញ័រភព3មើលតាមន័យប្របីពាក្យរៀកស្រស់ស្រត់មើលឲ្យស្លុតដុតតណ្ហាតារិត្រីមើលឲ្យឃើញគ្រូប្រដៅនៅពេញដីមើលអ្វីក៏បីមើលដោយសិក្ខា3អ្នកឃើញតាមយល់ម្នាក់បានខ្វល់ម្នាក់អ៊ីសាម្នាក់ទៀតប្រាជ្ញាថ្លាឃើញអាចារ្យកំពុងប្រាប់ព្រោះហេតុដូច្នោះសូមឲ្យព្យាយាមសាងឧបនិស្ស័យជាអ្នកសិក្សាគឺសម្លឹងមើលអ្វីផ្សេងឲ្យនៅក្នុងផ្នែកនៃការសិក្សាថារបស់នេះឲ្យការចេះដឹងនិងបទពិសោធន៍ដល់ជីវិតយ៉ាងណា
ជីវិតបានឆ្លងកាត់ហេតុការណ៍ដ៏ច្រើនសន្ធឹកជាអនេកបើយើងបានសិក្សាយើងនឹងមាននូវការចេះដឹងយល់រឿងពិតរបស់ជីវិតបានច្រើនណាស់ការយល់ដឹងនៅក្នុងរឿងជីវិតពិតជាវិជ្ជាការដ៏ខ្ពង់ខ្ពស់បំផុតក្រៃលែងជាងវិជ្ជាការណាទាំងអស់កាលបើបានយល់ដោយល្អអំពីជីវិតហើយនឹងជាអ្នកមានទុកក្នុងជីវិតតិចបំផុតឬជាអ្នករស់នៅដោយមិនមានទុកតាមផ្លូវចិត្តឡើយសេចក្តីទុកជារបស់ដែលបុគ្គលព្យាយាមជាកិច្ចហើយចំណាយសេចក្តីសុខជារបស់ដែលមនុស្សស្វែងរកប៉ុន្តែហេតុដូចម្តេចបានជាមានមនុស្សចំនួនច្រើនជួបប្រទះតែនឹងរបស់ដែលខ្លួនព្យាយាមកិច្ចដឹងខ្លួនថាបានតិចណាស់នៅរបស់ដែលខ្លួនព្យាយាមស្វែងរកវាអាចមកអំពីមនុស្សយើងត្រូវការច្រើនពេកទេដឹងឬថាមកអំពីយើងស្វែងរកខុសវិធីរបៀបដូចជាការចម្រាញ់យកប្រេងពីគ្រាប់ខ្សាច់ឬរឹតទឹកដោះគោត្រង់ស្នេហ៍ចាំទេដឹងព្រោះបើយ៉ាងនឹងយើងព្យាយាមយ៉ាងណាក៏នៅតែមិនបានដដែលតាមការពិតសេចក្តីសុខយើងមិនបាច់ស្វែងរកច្រើនពេកក៏បានគ្រាន់តែប្រើវិធីហើយកាត់បន្ថយសេចក្តីទុក្ខតែប៉ុណ្ណោះគ្រាន់តែប្រើវិធីកាត់បន្ថយសេចក្តីទុក្ខតែប៉ុណ្ណោះសេចក្តីសុខក៏នឹងកើតឡើងហេតុនៃសេចក្តីទុក្ខយ៉ាងសំខាន់ម្យ៉ាងរបស់មនុស្សក្នុងសង្គមយើងក៏គឺការប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃនេះឯងដែលធ្វើឲ្យមិនមែនជាខ្លួនរបស់ខ្លួនឯងដើម្បីសេចក្តីសុខស្ងប់នៃជីវិតយើងត្រូវព្យាយាមរស់នៅជាមួយនឹងខ្លួនឯងឲ្យខ្លួនជារបស់ខ្លួនឯងពិតប្រាកដចិត្តក៏នឹងបានជាឥស្សរៈសុខស្ងប់មិនត្រូវទុកឲ្យខ្លួនគ្រាន់តែជាដៃជើងរបស់សត្រូវគឺកិលេសដែលប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃនឹងឡើយជាបន្តទៅទៀតដើម្បីសេចក្តីសុខស្ងប់នៃជីវិតយើងគួរបដិបត្តិខ្លួននៅក្នុងគោលដូចតទៅ1បន្ទាបខ្លួនទន់ភ្លន់ដោយសេចក្តីគោរពនិងនិយមលើកដំកើងអ្នកដទៃដែលជាមនុស្សល្អ2ជាអ្នកចេះស្គាល់កាលៈទេសៈ3ក្លាហានតស៊ូចំពោះសេចក្តីលំបាក4ចេះជួយខ្លួនឯងនិងទីពឹងខ្លួនឯងជាមុនសត្យហាណោអរហតាំងធម្មងនិព្វានបត្តិយាទី1ជឿធัวព្រះអរហន្តាធម៌ល្អអស្ចារ្យនាដល់និព្វានសុសោសាំងលក្ខតេបញ្ញាទី2ចិត្តតាំងប្រឹងស្ដាប់ឲ្យឃ្លានព្រះធម៌ទេសនាតាមព្រះទូលមានគោរពធម្មទានបានមានបញ្ញាអបមត្តោវិចក្ខណោពីនិច្ចសោបើគ្មានមោហាមួយមិនប្រមាទមួយពិចារណាប្រាជ្ញាភ្លឺថ្លាព្រមអង្គ4នេះគុណភាពជីវិតពិតមានតម្លៃអប់រំរាល់ថ្ងៃវិស័យអ្នករិទ្ធកសាងគុណធម៌ជាយានជំនិះមិនបាច់ឈ្លាននេះនឹងអ្នកដទៃអត់ទៅកុសលឲ្យដល់ខ្លួនឯងព្រះធម៌សំដែងមានប្រែតក្នុងព្រៃតែយើងចេះស្ដាប់ចាប់យកអត្តន័យពោចប្រែតក្នុងព្រៃអប្រៃក្នុងនោះធម៌ខ្មៅកខ្វក់ល្អក់ចិត្តសន្តានបាបធម៌សាមានសិលទានប្រទុំនេះហើយពោចប្រែតមានក្នុងខ្លួនមនុស្សបើមិនជំរុញស្លាប់ទៅអបាយខ្លួនពិតជាមនុស្សតែដកពោចទេអាស្រ័យគប់ខ្សែសប្បុរសចិត្តឆ្ងាយស្ដាប់ធម៌បានស្គាល់ហេតុផលទាំងឡាយជឿធម៌ឃ្លាតឆ្ងាយពីអបាយមុខធម៌ពិតនាំសត្វឲ្យផុតចាកសោកធម៌ពិតអត់រោគនាំលួចចាក់ទុកធម៌ពិតជាទុកទម្រង់មានលុកធម៌ពិតចាក់គុកនៃមោអន្តការគុណធម៌ក្នុងខ្លួនគុណភាពជីវិតគុណធម៌ក្នុងចិត្តជីវិតស្រស់ថ្លាគុណធម៌ស្រង់សត្វកាត់បងហៃណាគុណធម៌ខ្លាំងក្លាប្រហារកិលេសគុណភាពជីវិតពិតជាមានន័យគុណភាពដតីឆ្នៃតាមចំណេះគុណភាពជីវិតព្រោះមិនប្រហែសគុណភាពតម្រែងត្រង់ចេះប្រព្រឹត្តសង្ឃឹមគុណធម៌តែល្អពេកពុនសង្ឃឹមទ្រព្យធនសែនគុណគំនិតសង្ឃឹមកូនចៅនៅក្នុងវិបរិតសង្ឃឹមធម៌ពិតជីវិតអណ្ដំទីពឹងខ្លួនឯងសម្ដែងប្របីទីពឹងដតីមានន័យផ្សែផ្សំទីពឹងព្រះធម៌សែនល្អត្រូវចំ
ទីពឹងបឋមខិតខំខ្លួនឯងជីវិតអោនថ្លៃអាស្រ័យការងារជីវិតធម្មតាមនុស្សម្នាកោតក្រែងជីវិតខ្លឹមសារបិទពឹងខ្លួនឯងគុណភាពក្រៃលែងគុណភាពជីវិតសូមអនុមោទនា